ចឹងជំរាបសួរលោកគ្រូសួស្តីទាំងអស់គ្នាថ្ងៃនេះយើងខ្ញុំមកធ្វើការ hosting ទៅលើ website មួយនៅលើ Namecheap ចឹងខ្ញុំបានទិញ domain ហើយឈ្មោះbunheng.store ចឹងទៅឥឡូវយើងដើម្បី hosting យើងចូលមក share hosting ហើយបន្តមកទៀតយើងរើស monthly ចឹងទៅចឹង monthly ហ្នឹងវាអាចនឹង free ចឹងខ្ញុំទៅសេ bunheng.store ចឹងទៅដោយសារនេះខ្ញុំរើ existing domain នេះសារតែ domain ហ្នឹងខ្ញុំបានទិញហើយចឹងខ្ញុំគាត់ណា search ទៅលើឈ្មោះ domain ដែលខ្ញុំមានចឹងទៅចឹងខ្ញុំ connect to hosting តមកទៀតយើងចុច apply ឬក៏ add to cart ចឹងកន្លែងនេះយើងអាចបិទ auto renew នេះបានដោយសារតែបន្ទាប់ពីមួយខែហ្នឹងទៀតយើងអត់ឲ្យវាធ្វើការកាត់លុយ auto ចឹងទៅចឹងយើងបិទទៅហើយអានេះគឺវា free ទេបើសិនជាយើងដាក់លើសពីមួយខែវាអាចនឹងគិតលុយចឹងទៅតទៅទៀតយើងធ្វើការ confirm order ចឹងទៅចឹងអានេះគឺជា payment នេះចឹងទៅដោយសារតែយើងយកតែមួយខែចឹងទៅវាអាចនឹង free ចឹងវា free ចឹងខ្ញុំគ្រាន់តែចុច have agree ចឹងទៅយើងចុច pay now ចឹងយើងអត់អស់លុយទេចឹងវាកំពុងតែផ្ទៀងផ្ទាត់ជាមួយvisa វាចឹងទៅហើយវានឹង send notification មកចឹងទៅចឹងខ្ញុំដូចជាទិញបានជោគជ័យហើយតទៅទៀតយើងអាចចូលមក dashboard ឬក៏ហើយយើងអាចចុចទៅលើ manage ទៅទៀតយើងអាច change អានេះទៅជា Namecheap web hosting DNS ដើម្បីយើងយក DNS ពី Namecheap ចឹងទៅចឹងយើងចាំយក MyStus មកចឹងពេលវា load ដល់ហើយចឹងយើងអាចចូលទៅក្នុង website មួយដែលមានឈ្មោះដូចជា DNS checker.org ចឹងយើងវាយឈ្មោះ domain របស់យើងចូលទៅមិញគឺឈ្មោះ bunheng.store ហើយយើងអាចដាក់ទៅលើ NS name server ចឹងទៅចឹងចាំមើលវាហើយចឹងមានថាវា load តិចមកច្រើនដែរអូខេចឹងយើងអាចចូលមកក្នុងនេះវិញតទៅទៀតយើងចូលទៅ hosting list យើងអាចដូរទៅ cPanel មកទៅចឹង cPanel នេះកន្លែងដែលយើង manage ទៅលើ file អីចឹងទៅចឹងខ្ញុំនឹងចូលមក file manager ចឹងក្នុង file manager ហ្នឹងវាអាចនឹងមាន file ច្រើនឬក៏មាន file index ស្រាប់ចឹងទៅចឹងយើងអាចដូរ file index ហ្នឹងមកដាក់ជា file index របស់យើងបានអញ្ចឹងយើងចូលមក open public HTML ចឹងទៅបើ click លើហ្នឹងចឹងវាអត់មាន file index ទេចឹងយើងអាចធ្វើការadd new file ឬក៏ upload ចឹងទៅហើយខ្ញុំសូម upload មកទៅសារតែខ្ញុំមាន portfolio មួយខ្ញុំចង់ដាក់ចឹងខ្ញុំដាក់ portfolio ចូលយើងចាំវាពេញទៅយើងចុច go back អីចឹងទៅហើយយើងចាំយក MyStus ទៅចឹងដល់ពេលដែលមកយើងអាចដាក់ portfolio ចឹងទេចឹងយើងអាចrename ឈ្មោះវាទៅដាក់ជា index.html ចឹងទៅតោះទៀតយើងចុច rename file ចឹងយើងចុច reload វាមួយចឹងទៅតមកទៀតយើងអាចបើកនេះមកទៅទៀតយើងអាចថាបើកicon នេះទៅយើងវាយឈ្មោះចឹងយើងកុំយកចឹងយើង enter មកទៅអូ B ចឹងយើងអាច continue to size ចឹងទៅអានេះចឹងមានន័យថាយើងឲ្យបានជោគជ័យហើយនេះគឺជា website របស់ខ្ញុំដែលខ្ញុំចង់ host ហ្នឹងតែនេះគឺជាគ្រាន់តែ file មួយទេសិនចឹងបើ
បើសិនជាយើងចង់ hosting ទៅលើអីផ្សេងឬក៏ចង់ប្រើស្រាប់ចឹងយើងអាច rename វាសិនទៅដាក់ជាport ចឹងទៅមួយទៀតយើងធ្វើការ add file ថ្មីចូលខ្ញុំដាក់ឈ្មោះវា index.html អញ្ចឹងយើងអាចចូលទៅ edit វាហើយយើងចុច edit ហ្នឹងទៅអញ្ចឹងក្នុងនេះខ្ញុំដាក់ h មួយចឹងទៅខ្ញុំដាក់ syntax institute ហើយខ្ញុំចុច control s មួយអូ shit ច្រឡំអញ្ចឹងខ្ញុំដាក់មកនេះមកហើយខ្ញុំដាក់h2 ចឹងទៅអូអត់ស្គាល់អញ្ចឹងខ្ញុំដាក់ឈ្មោះខ្ញុំចឹងទៅលំមិនហេចឹងទៅអញ្ចឹងខ្ញុំអាចនេះហើយយើងអាចចូលមកក្នុងនេះបានអញ្ចឹងពេលដែលខ្ញុំ refresh អូអញ្ចឹងយើងត្រូវការចុច save សិន save change សិនដើម្បីឲ្យ website ហ្នឹងវាដូរដែរអញ្ចឹងអានេះគឺជាអ្វីដែលខ្ញុំបានសរសេរមិញអញ្ចឹងនៅក្នុងនេះយើងអាចដាក់អីក៏បានឬក៏ manage អីក៏បានដែរសម្រាប់សំខាន់ឲ្យតែយើងឲ្យ manage វាបានត្រឹមត្រូវទៅតាមទីតាំងដែលយើងបានlink គ្នាអញ្ចឹងទៅអញ្ចឹងថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេជម្រាបលាលោកគ្រូ